បាទសួស្តីបងប្អូនដែលចូលចិត្តប្រើ iCloud រួមគ្នាបងប្អូនគួរតែចូលទៅបិទ option 3នៅក្នុង iCloud យើងដើម្បីជៀសវាងសុវត្ថិភាពសម្រាប់យើងណាតោះបងប្អូនចូល setting មកនៅពេលដែលបងប្អូនចូល setting ហើយបងប្អូនចូល iCloud របស់បងប្អូនមកតទៅបងប្អូនចូលដល់ហ្នឹងហើយបងប្អូន scroll មករកមកពាក្យថា iCloud ហើយបងប្អូនចូលនៅក្នុង note មួយមកnote នេះបងប្អូនចូល note ហ្នឹងបងប្អូនចូលបិទ Sin this iPhone អានឹងបានថាការពារនៅពេលដែលបងប្អូនពីច្រើនបងប្អូនទៅសេលេខសម្ងាត់ទៅសេអីលេខ note សំខាន់របស់យើងដូចជា password Facebook ឬក៏ password mail អីជាដើមអញ្ចឹងវាអាច share ទៅទូរស័ព្ទផ្សេងដែលបងប្អូនប្រើ Apple ID តែមួយណាមួយទៀតបងប្អូនចូលទៅបិទនេះ photo បងប្អូនបិទមកបើបងប្អូនបិទបងប្អូនបិទមក photo នេះបើយើងប្រើ Apple ID តែមួយវានឹង share ទៅលើទូរស័ព្ទផ្សេងទៀតដែរណាតើយើងបែកមួយទៀតយើងចូលកន្លែងនេះ password នេះ password ក៏សំខាន់ដែរនៅពេលដែលយើង log in log out ឬក៏យើងដូរ password ដូចជា Facebook ដូចជា Gmail អីគឺ share ទៅទូរស័ព្ទផ្សេងដូចគ្នាអញ្ចឹងបងប្អូនចូលបិទអាហ្នឹងមកណាអូខេអរគុណច្រើនបងប្អូននេះតែប៉ុណ្្នឹងឯង